តម្លៃមាសបានច្រានចោលការបំបែកលើកម្រិត2/3នៃ Fibonacci សន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងលើសពីកម្រិត 99.3 នៅថ្ងៃច័ន្ទនេះដោយឈានដល់កម្រិតខ្លាំងបំផុតក្នុងរយៈពេល6សប្តាហ៍ដោយសារសម្ពាធអតិផរណាដែលបានកើនឡើងដែលតាក់ទងទៅនឹងចំនួនមជ្ឈមបពាបានពង្រឹងការរំពឹងទុកថាធនធានកណ្ដាលរបស់សហរដ្ឋអាមេរិកអាចដំឡើងអត្រាការប្រាក់នៅពេលក្រោយនៃឆ្នាំនេះនៅក្នុងការវិវត្តចុងក្រោយនេះលោកប្រធានាធិបតីដូណាល់ត្រាំបានចាកចេញពីប្រទេសចិនដោយមិនទទួលបានភាពជោគជ័យផ្នែកពាណិជ្ជកម្មសំខាន់ៗឬក៏វឌ្ឍនភាពដ៏មានអត្ថន័យឆ្ពោះទៅរកការបញ្ចប់ជម្លោះនិងបើកច្រកសមុទ្រអូម៉ូសឡើងវិញនោះទេសម្ពាធអតិផរណាដែលជំរុញឲ្យតម្លៃប្រេងមានការកើនឡើងក៏ដូចជាកំណើននៃសន្ទុះប្រាក់ដុល្លារកើនឡើងនោះនាំឲ្យតម្លៃមាសបានធ្លាក់ចុះក្រោមកម្រិត$4,500នៅក្នុង1អុននៅព្រឹកថ្ងៃច័ន្ទនេះកត្តាមួយទៀតដែលនាំឲ្យតម្លៃមាសមានការធ្លាក់ចុះក្រោម$4,500នៅក្នុង1អុនកាលពីព្រឹកថ្ងៃច័ន្ទនេះយើងឃើញថាក៏ដោយសារតែកំណើនទីផ្សារមូលបត្របំណុលរបស់សហរដ្ឋអាមេរិកមានការកើនឡើងTechnical Outlook នៃតម្លៃមាសយើងឃើញថាកាលពីសប្តាហ៍មុនគឺបានព្យាយាមបំបែកនៅកម្រិត1/3នៅតម្លៃ$4,530ហើយក៏បានបន្តកើនឡើងរហូតដល់កម្រិត2/3ដែលស្មើនឹងតម្លៃ$4,770ប៉ុន្តែនៅកម្រិត2/3នេះត្រូវបានច្រានចោលការបំបែកទៅលើហើយបានបន្តធ្លាក់ចុះមកវិញរហូតដល់ក្រោមកម្រិត$4,500នៅក្នុង1អុននៅព្រឹកថ្ងៃច័ន្ទនេះចំណែក RSI យើងឃើញថាស្ថិតនៅក្រោមកម្រិត40ដែលនេះជាសញ្ញាបន្តធ្លាក់ចុះនៃតម្លៃមាសpossibility នៃតម្លៃដែលអាចធ្លាក់ចុះមកខាងក្រោមគឺអាចបន្តចុះកម្រិត$4,520 $4,480 និងកម្រិតចុងក្រោយគឺ$4,410ហើយចំណែក possibility ដែលអាចទៅខាងលើវិញគឺយើងរំពឹងនៅ46.30 46.90និងតម្លៃខ្ពស់បំផុតកាលពីសប្តាហ៍មុនគឺនៅកម្រិត$4,770